ដែលបងប្អូនយើងទាំងអស់គ្នាជាទីស្រឡាញ់រាប់អានក្នុងព្រះធម៌ដែលតន់មានឱកាសយើងបានស្គាល់គ្នាយើងបានជួបគ្នាក្នុងលោកជាមនុស្សយើងបាននៅក្បែរគ្នាក្នុងនាមជាពលរដ្ឋរួមនៅប្រទេសជាមួយគ្នាជាបងប្អូនដែលស្ថិតនៅក្នុងសង្គមតែមួយជាមួយគ្នាចូលបំពេញសេចក្តីល្អដាក់គ្នានឹងគ្នាបានច្រើនបងប្អូនកុំឲ្យហួសពេលកុំឲ្យដល់ពេលដែលបាត់បង់ទៅពោលពាក្យថាស្ដាយណាស់សដោះណាស់អាឡោះណាស់អាឡៃណាស់សោកសង្រេងណាស់នឹកគ្នាណាស់ក្រំគ្រានណាស់កុំចាំដល់តែអញ្ចឹងបងប្អូនទាំងអស់គ្នាជាទីស្រឡាញ់សពថ្ងៃនេះតនយើងមានឱកាសបានឃើញមុខគ្នាទៅវិញទៅមកនឹងចូលបំពេញសេចក្តីល្អដាក់គ្នានឹងគ្នាបានច្រើនរឿយកុំចាំដល់បាត់បង់ទៅពោលពាក្យទៅស្ដាយក្រោយណាព្រោះថាមនុស្សយើងបច្ចុប្បន្ននេះច្រើនដែលថាពេលឃើញមុខគ្នាមិនសូវជាមើលឃើញប្រហែលណាមិនសូវជាឲ្យតម្លៃប្រហែលណាមិនសូវជាមានគ្នានឹងគ្នានឹងក្នុងចិត្តប្រហែលប៉ុន្តែនៅពេលដែលបាត់បង់នៅពេលដែលបុគ្គលម្នាក់ត្រូវឃ្លាតឆ្ងាយទៅទីដល់សែនឆ្ងាយមួយដែលយើងមិនដឹងថាទីណានោះទៅពោលពាក្យទៅស្ដាយក្រោយពេលដែលបុគ្គលម្នាក់នឹងត្រូវអាគីឆាបឆេះភ្លើងអស់សល់តែអតិធាតុទៅយើងពោលពាក្យថាសំណោះកាលពីគាត់នៅរស់នឹងចេះគាត់នៅរស់នឹងចុះណាប៉ុន្តែសួរមើលថាកាលពីគាត់នៅរស់នឹងយើងបានបំពេញអ្វីខ្លះជូនគាត់មានបានធ្វើសេចក្តីល្អដាក់គាត់ទេមានបានធ្វើអំពើល្អដោយកាយដាក់គាត់ទេមានបានពោលពាក្យព្រោះភាសាដាក់គាត់ទេណាមានបានមានចិត្តមានគំនិតគិតល្អលើគាត់ទេអត់ទេបុគ្គលមួយចំនួនហ្នឹងគឺអញ្ចឹងពេលដែលនៅក្បែរគ្នានឹងគ្នានឹងអត់សូវឲ្យតម្លៃគ្នាទេដល់ទៅពេលបាត់បង់ហើយដល់ពេលលំបាកហើយដល់ពេលដែលគាត់ទៅលេងវិលត្រឡប់ហើយទៅពោលពាក្យថាស្រឡាញ់ស្ដាយសំណោះអាឡោះអាឡៃហើយសួរថាវាបានជាប្រយោជន៍អីទេគ្មានប្រយោជន៍ទេអត់មានអ្វីជាប្រយោជន៍សោះការពោលពាក្យទាំងអស់ហ្នឹងវាឲ្យតអស់ពីពុះយើងមកនឹងទៅហើយវាទៅអស់វាមានអីទៀតអត់មានអីទេអញ្ចឹងមនុស្សយើងដែលកើតឡើងមករួមលោកជាមនុស្សនេះគូណាបំពេញសេចក្តីល្អដាក់គ្នានឹងគ្នាបានច្រើនរឿយឲ្យហើយទៅណាព្រោះថាសត្វលោកទាំងឡាយដែលកើតឡើងមកនេះគឺរមែងតែងប្រទះជាមួយនឹងសាមញ្ញលក្ខណៈធម៌ទាំង3ប្រការនោះដែលយើងទាំងអស់គ្នាមានបងប្អូនខ្លះក៏បានដឹងហើយណាហើយបងប្អូនខ្លះទៀតហ្នឹងក៏ពុំសូវជាបានដឹងអញ្ចឹងទៅសាមញ្ញលក្ខណៈធម៌ទាំង3ប្រការហ្នឹងអីណាយើងនិយាយឲ្យងាយស្ដាប់ទី1គឺសភាពមិនទៀងបងប្អូនទាំងអស់គ្នាយើងទាំងអស់គ្នាដែលកើតឡើងមកលើលោកសន្និវិននេះយើងពុំមានអ្វីជាទៀងទាត់ទេសង្ខាររបស់យើងនេះកើតរលត់ជាធម្មតាប៉ុន្តែយើងមិនដឹងថាយើងរលត់ទៅវិញនៅក្នុងថ្ងៃណាទេហើយយើងទាំងអស់គ្នានឹងក៏មិនមានសិទ្ធិដឹងថាបុគ្គលណាគាត់រលត់ទៅវិញក្នុងថ្ងៃណាដែរអត់មានទេអត់មានដឹងទេដែលមានទេដែលមានលោកតាណាតាកណាក៏ថាចៅអើយចៅតាថ្ងៃនេះតាស្លាប់ហើយឬក៏និយាយខណាក៏និយាយទៅចៅអើយថ្ងៃនេះនិយាយទៅហើយឬក៏មិត្តភ័ក្តិបងភឿនសម្លាញ់រាប់អានយើងនឹងមកប្រាប់ថាសម្លាញ់ហើយថ្ងៃនេះគ្នាទៅហើយថ្ងៃនោះគ្នាស្លាប់ហើយនេះថ្ងៃនេះគ្នាស្លាប់ថ្ងៃប៉ុណ្ណេះគ្នាស្លាប់ថ្ងៃប៉ុណ្ណោះដែលទេវាជារឿងមួយដែល
ពីbạnនឹងកើតឡើងណារឿងណាបងប្អូនទាំងអស់គ្នាមិនងាយទេអើវាមានអញ្ចេះបើថាបកគលកនឹងគាត់តូចចិត្តស្អិតទ្រូងឈឺចាប់ព្រោះស្នេហាទៅចងកសម្រាប់ខ្លួនគាត់ទៅប្រាប់ថាសម្លាញ់ថ្ងៃនេះគ្នាទៅចងកងាប់ហើយហ្នឹងក៏លោកវាមានអញ្ចឹងដែរប៉ុន្តែបើរឿងជីវិតមនុស្សយើងប្រព្រឹត្តទៅតាមដំណើរជាធម្មតារស់នៅសពថ្ងៃនេះឲ្យកំណត់តែដឹងថាខ្លួនឯងទៅថ្ងៃណាថ្ងៃណីនោះគឺយើងអត់អាចកំណត់បានទេណាអ្នកខ្លះទៅដេកទៅភ្លឹងអញ្ចឹងទៅពីព្រឹកនៅនិយាយជាមួយឯងក៏កោកស្អែកឡើងមកលេងលឺភ្លេងពិនពៀនរនាតកងស្គរបន្តពេញព្រៃអញ្ចឹងទៅណាស្លាប់បាត់បង់អាយុជីវិតអញ្ចឹងទៅអ្នកខ្លះហ្នឹងនៅប្រព្រឹត្តសេចក្តីល្អជាមួយយើងឲ្យរវើមមកសន្ទុះក្រោយមកដាច់ខ្យល់ផឹងស្លាប់បាត់អញ្ចឹងទៅតែយើងមើលអត់ឃើញទេសេចក្តីស្លាប់នេះញាតិញោមទាំងឡាយដូច្នេះអ្វីដែលគូបំពេញឲ្យគ្នាបានហ្នឹងក៏បំពេញឲ្យគ្នាទៅណាកុំចាំដល់គ្នាងាប់បាត់ហើយទៅពោលពាក្យថាស្ដាយក្រោយគ្មានប្រយោជន៍អីទេអរគុណណាសម្រាប់វីដេអូនេះតែប៉ុណ្្នឹងចុះការបកស្រាយខ្វះខាតយ៉ាងណាសូមមេត្តាអធិស្ឋានផងសូមក្រាបថ្វាយបង្គំលាសូមចម្រើនពរលា